សំឡេងម៉ាស៊ីនឆាបទៅឆាបមកនេះគឺជាសកម្មភាពនៃការជួសជុលទូកងមួយគ្រឿងដែលស្ថិតនៅក្នុងជំរំស្ដេចមកដែលនៅក្នុងឃុំឫស្សីជ្រួយស្រុកមុខកំពូខេត្តកណ្ដាលក្រុមជាងដែលកំពុងតែជួសជុលទូកងមួយគ្រឿងនេះគឺជាក្រុមការងារនិងក្រុមជាងរបស់មេជាងជប៉ុនដែលបងប្អូនស្គាល់ថាគឺជាលោកពូទ្រីសេងហៀបបងប្អូនមើលចុះទូកងមួយគ្រឿងនេះសាច់គឺល្អមែនទែនទូកងមួយគ្រឿងនេះបងប្អូនប្រកាសជាស្គាល់ហើយគឺបានចូលរួមប្រណាំងនៅឃុំឫស្សីជ្រួយកាលពីថ្ងៃទី20ខែកញ្ញាឆ្នាំ2025កន្លងទៅណាបងប្អូនបាទបន្ទាប់មកគឺមានការកែសម្រួលឡើងវិញជាមួយនឹងក្រុមការងាររបស់លោកពូទ្រីសេងហៀបបាទធ្វើការឈូសបាតបាទតម្រែតម្រង់សេរីលិចសេរីកើតទៅណាបងប្អូនធ្វើយ៉ាងណាដើម្បីឲ្យទូកមួយនេះបាទគេហៅថាកាន់តែល្អជាងមុនថែមទៀតបាទនិយាយពីសាច់ឈើវិញគឺនៅល្អណាបងប្អូនអើយបាទគឺសាច់ម៉ត់ខៃតែម្ដងបន្ទាប់ពីជាងធ្វើការខាត់ហើយបាទរឹតតែម៉ត់រឹតតែរលោងថែមទៀតបាទនេះគឺជាសកម្មភាពក្រុមជាងបាទកំពុងតែខាត់ទៅខាត់មកបាទយ៉ាងមមាញឹកតែម្ដងបងប្អូនទាំងអស់គ្នាបន្ទាប់ពីចប់រដូវកាលបាទបនអុំទូកទៅនៅតាមរោងនីមួយៗជាក់ស្ដែងនៅក្នុងរោងស្ដេចមកគឺមានក្រុមជាងជាច្រើនបាទធ្វើការជួសជុលកែសម្រួលទូកមួយចំនួនឡើងវិញណាបងប្អូនបាទទូយ៉ាងដូចជានៅក្នុងរោងនេះតែម្ដងកំពុងតែជួសជុលបាទទូកនៅក្នុងរោងនេះធ្វើការជួសជុលអាចនឹងបាទ3ឬក៏4គ្រឿងបន្ថែមទៀតសម្រាប់នៅក្នុងរដូវកាលឆ្នាំនេះហើយត្រៀមសម្រាប់ការប្រណាំងនៅរដូវកាលឆ្នាំក្រោយឆ្នាំ2026បាទសម្រាប់ថ្ងៃនេះផងដែរគឺមានការបាទចុះមកអង្កេតការជាច្រើនពីសំណាក់ពុកម៉ែបងប្អូនបាទជាពិសេសគឺមេជាងជប៉ុនផ្ទាល់តែម្ដងដែលគាត់ចុះមកបាទកែសម្រួលដោយផ្ទាល់ដៃណាបងប្អូនទាំងអស់ចំណែកឯក្រុមការងាររបស់លោកពូទ្រីសេងហៀបក៏មិនទំនេរដៃដែរបងប្អូនបាទគឺញាប់ដៃញាប់ជើងមែនតែននៅក្នុងការជួសជុលនិងកែសម្រួលទូកងមួយគ្រឿងនេះធ្វើយ៉ាងណាឲ្យហើយទៅតាមផែនការដែលបានកំណត់ទុកដោយឡែកសម្រាប់ការជួសជុលទូកងមួយគ្រឿងនេះបាទគឺធ្វើការផ្កាប់បាតហើយធ្វើការខាត់ក៏ដូចជាបាទជួសជុលនៅត្រង់ចំណុចមួយចំនួនដែលមានការខ្វះខាតដូច្នេះត្រូវការជួសជុលកែសម្រួលឡើងវិញដើម្បីបំពេញបន្ថែមនិងត្រៀមបាទនៅក្នុងរដូវកាលឆ្នាំក្រោយ2026អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចរងចាំទស្សនាទូកងមួយគ្រឿងនេះបន្ទាប់ពីធ្វើការកែសម្រួលរួចរាល់តើល្បឿនទៅជាយ៉ាងណាខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនប្រកាសជាស្គាល់ទូកងមួយគ្រឿងនេះពីព្រោះទូកងមួយគ្រឿងនេះគឺជាទូកងបាទទូកចាស់ទេមិនមែនជាទូកថ្មីទេបន្ទាប់ពីការចូលរួមប្រណាំងនៅរាជធានីភ្នំពេញរួចមកក៏បានមកចូលរួមនៅការប្រណាំងនៅឯឃុំឫស្សីជ្រួយកាលពីប្រហែលខែកន្លងទៅណាបងប្អូនបាទបន្ទាប់ពីចប់រដូវកាលទៅគឺក្រុមជាងបានធ្វើការជួសជុលនិងកែសម្រួលឡើងវិញដើម្បីត្រៀមខ្លួនចូលរួមនៅក្នុងរដូវកាលថ្មីសម្រាប់ក្រុមជាងដែលកំពុងតែជួសជុលនៅក្នុងជំរំស្ដេចមកនេះជារៀងរាល់ឆ្នាំដូចជាមិនសូវទំនេរដៃទេបាទចំណែកឯនៅក្នុងរោងក៏មិនសូវស្ងាត់ដែរបាទគឺតែងតែមានក្រុមជាងបាទគាត់កំពុងតែជួសជុលឬក៏ជាងមួយចំនួនផ្សេងទៀតកំពុងតែធ្វើការឡើងគំនូរទូកងណាបងប្អូនអញ្ចឹងនៅក្នុងរោងនេះមិនសូវជាស្ងាត់ប្រហែលទេសម្រាប់បងប្អូនដែលចង់បាទទៅទស្សនាផ្ទាល់ឬក៏ចង់មកលេងរោងទូកងស្ដេចមកបាទអាចអញ្ជើញមកទស្សនាក៏ដូចជាមកលេងបានបាទដែលមានទីតាំងស្ថិតនៅក្នុងឃុំឫស្សីជ្រួយស្រុកមុខកំពូខេត្តកណ្ដាលបើបងប្អូនធ្វើដំណើរពីរាជធានីភ្នំពេញមកគឺចម្ងាយត្រឹមតែ28គីឡូម៉ែត្រតែប៉ុណ្ណោះអញ្ចឹងបាទគឺមិនឆ្ងាយប្រហែលទេបងប្អូនបាទសៅរ៍អាទិត្យមានបំណងtrip ដើរលេងកំសាន្តទៅកន្លែងផ្សេងៗកុំភ្លេចចូលមកលេងបាទជំរំស្ដេចមកផងអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ